សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះមកបង្ហាញបងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងការថែទាំកូនទាកប៉ារបស់យើងហ្នឹងបាទព្រោះបងប្អូនមួយចំនួនគាត់តែងតែជួបប្រទះបញ្ហាងាប់កជន់គ្នាបាទអូខេអញ្ចឹងមកមើលបន្តិចទៅថាយើងធ្វើត្រង់យ៉ាងម៉េចដើម្បីដាក់វាបាទអូខេនេះគឺថង់ប្លាស្ទិកបាទយើងគ្របពីលើដើម្បីឲ្យកម្ដៅវាងុំល្អអូខេអូខេអញ្ចឹងទ្រុងរបស់យើងគឺនេះប្រើពូលសបាទពូលបំភ្លឺទេពូលនេះអត់មានកម្ដៅអត់មានអីទេហើយចាំងមកវិញយើងបាំងកងផ្លាក់គេបាទកងផ្លាក់គេបែបនេះបាទកងផ្លាក់គេនេះគឺកងផ្លាក់គេរោងចក្រដែលគេប្រើឲ្យម៉ាសាហើយបាទគឺយើងយកមកបាញ់វាដើម្បីឲ្យហប់បាទកុំឲ្យកូនទារបស់យើងល្ងាព្រោះខែនេះគឺវាល្ងាខ្លាំងបាទហើយមួយទៀតកតោទឹកផិនវាបាទហ្នឹងហើយកតោទឹករបស់វាមានបងប្រុសសួរថាចាំបាច់ដាក់ថ្មធ្វើអីបាទដាក់ថ្មនេះដើម្បីប្រយោជន៍ដើម្បីកុំឲ្យទាចូលមុជបាទទាចូលមុជសើមខ្លួនល្ងាដេកកគ្នាងាប់បាទហ្នឹងហើយគឺជាមូលហេតុដែលយើងដាក់ថ្មវាផឹកតិចគឺអត់ងាយកគ្នាទេបាទហើយបងប្អូននេះសង្កេតមើលកូនទារបស់យើងអត់មានសើមរូមអត់មានសើមខ្លួនទេហើយគឺស្រឡះល្អមានន័យថាមានកម្លាំងកំហែងល្អវាអត់សើមនិយាយទៅគឺវាអត់សើមអត់កគ្នាទេអញ្ចឹងកូនទានេះតែអាយុតែ3ថ្ងៃទៀតគឺអូខេហើយយើងប្រើសណាញ់ជាប់បែបនេះដើម្បីឲ្យវាជុះទៅវាជ្រុះទៅក្រោមទោះបីវាស្អិតជាប់សណាញ់តិចតួចយើងបាញ់ទឹកលាងទៅពេលថ្ងៃគឺអូខេបាទអញ្ចឹងសម្រាប់ឲ្យបងប្អូនធ្វើទ្រុងថែទាកប៉ាមិនគួរដាក់កម្ដៅវាខ្លាំងពេកទេព្រោះកូនទាកាលណាដាក់កម្ដៅក្ដៅខ្លាំងវាស្រេកទឹកពេលដែលយើងដាក់ទឹកនឹងឯងកតោធំគឺវាចូលទៅសើមខ្លួនសើមអីចឹងណាបាទដល់ពេលអញ្ចឹងទារបស់យើងងាយនឹងជួបបញ្ហាសុខភាពព្រោះខែនេះវាល្ងាខ្លាំងតែវាសើមខ្លួនល្ងាបាសជើងងាប់បាទដេកគោគ្នាងាប់ជាដើមអញ្ចឹងបងប្អូនគួរតែប្រយ័ត្នដែរក្នុងករណីហ្នឹងបាទហើយបទពិសោធន៍របស់ខ្ញុំគឺធ្វើបែបនេះគឺកូនទាបាទកូនទាសុខភាពល្អហើយអត់ងាយនឹងមានបញ្ហាទេហើយយើងមិនសូវខ្ជះខ្ជាយបាទមិនសូវខ្ជះខ្ជាយភ្លើងកម្ដៅបាទព្រោះខ្ញុំឃើញបងប្អូនខ្លះកម្ដៅ100វ៉ាត់200វ៉ាត់បាទខ្លះត្រង់ប៉ុណ្ណេះគឺដាក់អំពូលដល់2 3គ្រាប់បាទអញ្ចឹងបើសិនណាបងប្អូនមានចម្ងល់ផ្សេងអាចសួរបានបាទអូខេមនុស្សដែលមានគោលដៅច្បាស់លាស់គេមិនប្រញាប់ទៅណាទេគេដើរមួយមើលជំហានដែលគេដើរយូរងើបមើលគោលដៅម្ដងនំខ្ពស់ប៉ុណ្ណាក៏ដោយឲ្យតែយើងបោះមួយជំហានហើយមួយជំហានទៀតដើរទៅមុខជានិច្ចមិនបោះបង់វាគង់តែដល់ទេតែកុំភ្លេចថាយើងឡើងលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ស្អាតតែពេលខ្លះទេសភាពទៅតាមដងផ្លូវក៏ស្អាតណាស់ដែរចាប់ពីថ្ងៃនេះទៅបដិញ្ញាថានឹងកំណត់គោលដៅខ្លួនឯងឈោងចាប់ក្តីស្រមៃនិងធ្វើឲ្យខ្លួនឯងមានក្តីសុខរហូតមេបាពុជតែម៉ែនេះអត់អីសូមអរគុណសូមជម្